អេរ៉ង់ថាអាមេរិកជាស្អីអេរ៉ង់ប្រឡាយទាហានអាមេរិកស្លាប់នៅរបួសជាង600នាក់ខណៈដែលលោកត្រាំបានលាក់បាំងព័ត៌មាននេះសហរដ្ឋអាមេរិកបានចាប់ផ្ដើមបើកការវាយប្រហារតាមផ្លូវអាកាសនៅក្នុងរយៈពេលចុងក្រោយប្រឆាំងនឹងអ៊ីរ៉ង់ចំនួន10ថ្ងៃជាប់ៗគ្នាក្នុងនោះអ៊ីរ៉ង់ក៏បានសងសឹកចូលទៅកាន់ប្រទេសនៅក្នុងតំបន់មជ្ឈមបូព៌ាយ៉ាងចាស់ដៃបណ្ដាលឲ្យយោធាអាមេរិកស្លាប់យ៉ាងតិច3នាក់និងរបួសជាច្រើននាក់មន្ត្រីសហរដ្ឋអាមេរិកបានប្រាប់សារព័ត៌មាន CBS News ថាសមាជិកយោធាអាមេរិកជិត100នាក់បានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសជាបន្តបន្ទាប់របស់អ៊ីរ៉ង់ទៅលើមូលដ្ឋានយោធានៅទូទាំងតំបន់មជ្ឈមបូព៌ានៅក្នុងខែនេះមន្ត្រីទាំងនោះបាននិយាយថាទាហានភាគច្រើនបានវិលត្រឡប់ទៅបំពេញកាតព្វកិច្ចវិញអ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Sean Parnell បានបញ្ជាក់ពីចំនួននេះនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់សារព័ត៌មាន CBS News ដោយនិយាយថាទាហានជិត100នាក់ត្រូវបានចាត់ទុកថាមានរបួសចាប់តាំងពីថ្ងៃទី7ខែកក្កដាឆ្នាំ2026ចឹងហោចណាស់ 96% នៃពួកគេបានត្រឡប់ទៅសមរភូមិវិញលោកបាននិយាយថាពួកគេបញ្ញាចិត្តវិលត្រឡប់ទៅប្រយុទ្ធវិញភាគច្រើននៃរបួសគឺជាការប៉ះទង្គិចខួរក្បាលតិចតួចប៉ុណ្ណោះរបាយការណ៍នេះកាត់ឡើងស្របពេលដែលសហរដ្ឋអាមេរិកបានបន្តអនុវត្តការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងអ៊ីរ៉ង់ដោយការវាយប្រហារភាគច្រើនផ្ដោតលើភាគខាងត្បូងនៃអ៊ីរ៉ង់ទីក្រុងតេហេរ៉ង់បានសងសឹកដោយការវាយប្រហារផ្ដោតលើកន្លែងនិងមូលដ្ឋាននៅក្នុងប្រទេសជាច្រើននៅក្នុងតំបន់ដែលខ្លួនអះអាងថាត្រូវបានប្រើប្រាស់ដោយយោធាអាមេរិកគូបញ្ជាក់ផងដែរថាការបាញ់ប្រហារគ្នារវាងប្រទេសទាំងពីរបានកើតឡើងបើទោះបីជាកិច្ចព្រមព្រៀងក្របខ័ណ្ឌសម្របសម្រួលដោយប៉ាគីស្ថានដែលចុះហត្ថលេខានៅក្នុងខែមិថុនាដើម្បីបញ្ចប់សង្គ្រាមនិងឈានដល់កិច្ចព្រមព្រៀងសន្តិភាពយូរអង្វែងក៏ដោយក្រោយការវាយប្រហាររបស់អ៊ីរ៉ង់លើប្រទេសនានានៅក្នុងមជ្ឈមបូព៌ាបណ្ដាលឲ្យទាហានអាមេរិកស្លាប់និងរបួសប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានលើកឡើងថាការវាយប្រហារយោធាចុងក្រោយបំផុតរបស់អ៊ីរ៉ង់កំពុងត្រូវបានអនុវត្តដើម្បីជាការគោរពដល់សមាជិកយោធាអាមេរិកដែលត្រូវបានសម្លាប់នៅក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះលោកត្រាំបានប្រាប់នាយកព័ត៌មានថាយើងបានវាយប្រហារពួកគេយ៉ាងខ្លាំងម្ដងទៀតហើយនឹងធ្វើដូច្នេះដើម្បីជាកិត្តិយសដល់អ្នកស្នេហាជាតិដ៏អស្ចារ្យលោកត្រាំបានប្រាប់នាយកព័ត៌មានដោយបន្ថែមថាយើងនឹងវាយប្រហារអ៊ីរ៉ង់បន្ថែមទៀតដើម្បីជាកិត្តិយសដល់ទាហានអាមេរិកកងកម្លាំងអាមេរិកបានវាយប្រហារយ៉ាងខ្លាំងក្លាលើអ៊ីរ៉ង់លោកបានបន្តទៀតថាយើងមានអារម្មណ៍មិនល្អខ្លាំងពេលសួរអំពីការស្លាប់របស់យោធាអ្នកស្លាប់បានប្រយុទ្ធដើម្បីកុំឲ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរបន្ថែមពីលើនេះបញ្ជាការកណ្ដាលសហរដ្ឋអាមេរិកបាននិយាយថាការវាយប្រហារទាំងនោះគឺមានគោលបំណងធ្វើឲ្យចុះខ្សោយនូវសមត្ថភាពយោធាអ៊ីរ៉ង់បន្ថែមទៀតប្រើដើម្បីកំណត់គោលដៅលើការដឹកជញ្ជូនពាណិជ្ជកម្មនិងនាវិកស៊ីវិលឆ្លងកាត់ច្រកសមុទ្រហូម៉ូទូរលេខនៃជនរងគ្រោះនៅក្នុងជួរកងទ័ពអាមេរិកពីសង្គ្រាមជាមួយអ៊ីរ៉ង់បានកើនឡើងយ៉ាងខ្លាំងកាលពីចុងសប្តាហ៍កន្លងទៅបន្ទាប់ពីមន្ទីរបញ្ចកោណអាមេរិកបានលួចកែប្រែទិន្នន័យផ្លូវការរបស់ខ្លួនដោយស្ងាត់ៗនេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន AP នាថ្ងៃទី27ខែកក្កដាឆ្នាំ2026យោងតាមប្រព័ន្ធវិភាគទិន្នន័យរងគ្រោះរបស់ក្រសួងការពិជាតិអាមេរិកដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ទូរលេខថ្មីៗនេះបានបង្ហាញថាកងទ័ពអាមេរិកចំនួន18នាក់បានស្លាប់និង624នាក់ផ្សេងទៀតបានរងរបួសគិតចាប់តាំងពីចំនួនផ្ទុះឡើងកាលពីថ្ងៃទី28ខែកុម្ភៈការកែប្រែនេះបានធ្វើឲ្យចំនួនអ្នករងគ្រោះកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល5ខែនៃសង្គ្រាមនេះហើយវាក៏បានបញ្ឆេះឲ្យមានការចោទសួរយ៉ាងខ្លាំងទៅក្នុងសភាអាមេរិកជុំវិញការគ្រប់គ្រងរបាយការណ៍អ្នកស្លាប់និងអ្នករបួសយោធាផងដែរការកែប្រែទូរលេខសរុបនេះគឺជាការកើនឡើងយ៉ាងគំហុកបើធៀបនឹងទិន្នន័យការពីប៉ុន្មានថ្ងៃមុនដែលមានទាហានរងរបួសត្រឹមតែ482នាក់ប៉ុណ្ណោះកាន់តែគួរឲ្យសង្ស័យនោះគឺទាហានអាមេរិកចំនួន4នាក់ដែលបានស្លាប់នៅក្នុងពេលប្រយុទ្ធគ្នាថ្មីៗនេះធ្លាប់ត្រូវបានគេលុបចេញពីបញ្ជីអ្នកស្លាប់រយៈពេលខ្លីមុនពេលដាក់បញ្ចូលទៅក្នុងប្រភេទថ្មីដាច់ដោយឡែកមួយដែលមានឈ្មោះថាប្រតិបត្តិការក្រៅប្រទេសដែលចាប់ផ្ដើមរាប់បញ្ចូលតាំងពីថ្ងៃទី7ខែកក្កដាមកជុំវិញភាពមិនប្រក្រតីនេះអ្នកនាំពាក្យមន្ទីរបញ្ចកោណអាមេរិកលោក
Joel Valdez និងលោក Sin Panel បានចេញមកបកស្រាយថាទូរលេខខុសពីមុនមិនមែនជាការលាក់បាំងព័ត៌មាននោះទេប៉ុន្តែវាបណ្ដាលមកពីបញ្ហាបច្ចេកទេសនិងការរអាក់រអួលទិន្នន័យបណ្ដោះអាសន្ននៅលើគេហទំព័រតែប៉ុណ្ណោះទោះបីជាមានការបកស្រាយបែបនេះក្តីក៏សមាជិកព្រឹទ្ធសភាខាងគណៈបកប្រជាធិបតេយ្យចំនួន12រូបកាលពីសប្តាហ៍មុនបានសរសេរសម្បត្តិផ្ញើទៅកាន់រដ្ឋមន្ត្រីការពារជាតិលោក Pete Hegseth ដើម្បីទាមទារការបញ្យល់ឲ្យច្បាស់លាស់ពីការកែប្រែទិន្នន័យនេះនិងស្នើសុំដំណាភាពពេញលេញដើម្បីរក្សាទំនុកចិត្តពីសាធារណជនការលាតត្រដាងទិន្នន័យថ្មីនេះកើតឡើងស្របពេលដែលកងទ័ពអាមេរិកកំពុងតែស្ថិតនៅក្នុងការប្រយុទ្ធគ្នាខ្ពស់នៅឡើយបើទោះបីជាមានការផ្អាកបាញ់គ្នាជាបណ្ដោះអាសន្នរយៈពេល2យប់ជាប់គ្នាមកហើយក៏ដោយដើម្បីទុកឱកាសសម្រាប់ការចរចាការទូតគួរបញ្ជាក់បន្ថែមផងដែរថាអាមេរិកបានវាយប្រហារអ៊ីរ៉ង់ដើម្បីសងសឹកឲ្យទាហានរបស់ខ្លួនដែលពលីរយៈពេល10យប់ជាប់គ្នាសហរដ្ឋអាមេរិកបានវាយប្រហារអ៊ីរ៉ង់ជាដល់យប់ទី10ដោយប្រតិបត្តិការចុងក្រោយនេះត្រូវបានលោកប្រធានាធិបតី Donald Trump ប្រកាសថាគឺជាការសងសឹកចំពោះការពលីទាហានរបស់អាមេរិកនៅសោកដានីនិងអ៊ីរ៉ាក់ត្រឹមតែ2ថ្ងៃប៉ុណ្ណោះទាហានអាមេរិក3នាក់ត្រូវបានបាត់បង់ជីវិតនិងជិត100នាក់ផ្សេងទៀតបានរងរបួសដោយការវាយប្រហារមីស៊ីលនិងដ្រូនរបស់អ៊ីរ៉ង់លើមូលដ្ឋានទ័ពនៅក្នុងតំបន់ភ្លាមនោះលោកត្រាំបានប្រមានវាយប្រហារវាយបកឲ្យធ្ងន់ធ្ងរបំផុតជាការតបស្នងហើយទីបំផុតក៏សងសឹកមែនដោយបាញ់មីស៊ីលនិងទម្លាក់គ្រាប់បែកលើទីតាំងសំខាន់នៅតំបន់ជាច្រើនជាពិសេសកំណត់គោលដៅលើមជ្ឈមណ្ឌលបញ្ជាការយោធានិងបណ្ដាញទំនាក់ទំនងទីតាំងរ៉ាដាការពារដែនអាកាសទីតាំងឃ្លាំមើលឆ្នេរឃ្លាំងទុកអាវុធក្រោមដីមីស៊ីលនិងដ្រូនជុំវិញរឿងនេះដែរប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បានថ្លែងថាប្រទេសរបស់លោកកំពុងស្ថិតនៅក្នុងសង្គ្រាមពេញទំហឹងជាមួយសហរដ្ឋអាមេរិកហើយដូច្នេះប្រជាជនត្រូវត្រៀមខ្លួនទទួលយកផលវិបាកពីចំនួននេះមិនតែប៉ុណ្ណោះលោកត្រាំបានបញ្ជាឲ្យកងទ័ពអាមេរិកផ្អាកវាយអ៊ីរ៉ង់បណ្ដោះអាសន្នដើម្បីបើកផ្លូវឲ្យកិច្ចចរចាការទូតប្រធានាធិបតីអាមេរិកលោក Donald Trump បានបញ្ជាកងទ័ពអាមេរិកមិនឲ្យបើកការវាយប្រហារថ្មីបន្ថែមទៀតលើប្រទេសអ៊ីរ៉ង់ដែលជាការបញ្ចប់ការវាយប្រហារតាមផ្លូវអាកាសប្រចាំថ្ងៃបន្ទាប់ពីលោកបានអនុម័តប្រតិបត្តិការយោធាយ៉ាងស្រួចច្រាវចំនួន13ថ្ងៃជាប់គ្នារួចមកហើយបើតាមទីភ្នាក់ងារ Anadolu ចុះផ្សាយនៅថ្ងៃទី26ខែកក្កដាឆ្នាំ2026កាលពីកន្លងទៅដោយដកស្រង់ប្រភពចេញពីសារព័ត៌មាន Axios ការសម្រេចចិត្តផ្អាកការវាយប្រហារជាបណ្ដោះអាសន្ននេះបង្ហាញថាលោកត្រាំចង់បើកផ្លូវខ្លះសម្រាប់កិច្ចខិតខំប្រឹងប្រែងផ្នែកទូតខណៈដែលលោកជឿជាក់ថាការវាយប្រហារតាមអាកាសកន្លងមកបានឈានដល់កម្រិតកំណត់មួយដែលមិនចាំបាច់ត្រូវពង្រីកឲ្យទៅជាសង្គ្រាមទ្រង់ទ្រាយធំនោះឡើយថ្លែងចេញពីសេតវិមានលោកត្រាំបានគូបញ្ជាក់ថាបើទោះបីជាអាមេរិកមានសមត្ថភាពអាចបំផ្លាញទីតាំងទាំងអស់របស់អ៊ីរ៉ង់ក៏ដោយក៏យុទ្ធសាស្ត្រដ៏ឆ្លាតវៃនៅពេលនេះគឺជាការបង្កើតកិច្ចព្រមព្រៀងមួយលោកបានបន្ថែមថាភាគីទាំងពីរពិតជាកំពុងពិភាក្សាគ្នាហើយលោកមើលឃើញថាអ៊ីរ៉ង់កំពុងមានជំហរប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ជាងមុនការបង្អង់ដៃរបស់លោកត្រាំនាពេលនេះបានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីគណៈប្រតិភូមកពីប្រទេសអូម៉ង់បានធ្វើដំណើរទៅដល់ទីក្រុងតេហេរ៉ង់ដើម្បីធ្វើជាអាជ្ញាកណ្ដាលសម្រាប់សម្រួលលើកិច្ចព្រមព្រៀងថ្មីមួយក្នុងគោលបំណងបើកច្រកសមុទ្រហូម៉ូសឡើងវិញប្រពន្ធពីមន្ត្រីប្រចាំតំបន់បានដឹងថាការចរចាកំពុងមានភាពរីកចម្រើនជាវិជ្ជមានហើយប្រទេសអូម៉ង់និងអ៊ីរ៉ង់អាចឈានដល់កិច្ចព្រមព្រៀងរួមគ្នានៅចុងសប្តាហ៍នេះមុនពេលដាក់ជូនលោកត្រាំដើម្បីធ្វើការសម្រេចចិត្តចុងក្រោយថាតើត្រូវទទួលយកកិច្ចព្រមព្រៀងនោះដែរឬទេ